សួស្តីអ្នកនរគ្នាបាទនៅក្នុងសប្តាហ៍នេះបងប្អូនបាទថ្ងៃទាំងពីរបាទគឺមានព័ត៌មានធំចំនួន3បាទចេញពីលុយបរទេសបាទរូបិយប័ណ្ណអន្តរជាតិរបស់យើងបាទទី1គឺតាក់ទងទៅនឹងលុយអូស្ត្រាលីបងប្អូនអ្នកគ្នាបាទនៅក្នុងអាទិត្យនេះបងប្អូនថ្ងៃអង្គារបាទទី3បាទលុយអូស្ត្រាលីម៉ោង10កន្លះបាទពេលព្រឹកនឹងចេញផ្សាយអំពីអត្រាការប្រាក់បាទនៅខាងប្រទេសអូស្ត្រាលីបងប្អូនអញ្ចឹងអត្រាការប្រាក់កន្លងទៅគឺ3.60%ហើយតាមការវិភាគការព្យាករណ៍របស់សេដ្ឋកិច្ចវិទូអាចនឹងមានការកើនឡើងរហូតដល់3.85%បងប្អូនបាទអញ្ចឹងបើសិនជាតនន័យជាក់ស្ដែងចេញមកបាទគឺដូចទៅនឹងការព្យាករណ៍បាទលុយអូស្ត្រាលីប្រកាសជាមានការកើនឡើងបងប្អូនដោយសារតែអត្រាការប្រាក់នៅប្រទេសអូស្ត្រាលីលុយអូស្ត្រាលីគឺគាត់ទទួលបានគេហៅថាអត្រាការប្រាក់ខ្ពស់បាទអញ្ចឹងរុញច្រានឲ្យតម្លៃលុយអូស្ត្រាលីកើនឡើងលុយដុល្លារនឹងចុះថ្លៃបងប្អូនបាទហើយតាក់ទងទៅនឹងលុយពីរទៀតបងប្អូនបាទគឺលុយផោនហើយនិងលុយអឺរ៉ូបាទអញ្ចឹងសម្រាប់ព័ត៌មានលុយផោនបងប្អូនបាទគឺនៅថ្ងៃស្អែកបងប្អូនថ្ងៃសុំទោសបាទគឺនៅថ្ងៃពហុទី5បាទអញ្ចឹងលុយផោនបច្ចុប្បន្នគឺអត្រាការប្រាក់នៅ3.75%ហើយតាមការព្យាករណ៍អាចនឹងមិនមានការតម្លើងឬមួយក៏ទម្លាក់អត្រាការប្រាក់ទេបាទហើយងាកមកកាន់លុយអឺរ៉ូវិញដូចគ្នាបងប្អូនបាទនៅម៉ោង8បាទ8:15នាទីនៅក្នុងថ្ងៃតែមួយហ្នឹងបងប្អូនថ្ងៃពហុបាទគឺអត្រាការប្រាក់បច្ចុប្បន្នគឺនៅ2.15%ហើយបើតាមការព្យាករណ៍គឺមិនមានការតម្លើងឬមួយក៏ទម្លាក់អត្រាការប្រាក់ទេគឺរក្សានៅដដែលបាទគឺ2.15%អញ្ចឹងលុយផោនជាមួយនឹងលុយអឺរ៉ូបាទគឺនៅក្នុងថ្ងៃតែមួយបងប្អូនបាទព័ត៌មានលុយផោននៅម៉ោង7យប់ហើយព័ត៌មានបាទលុយអឺរ៉ូនៅម៉ោងបាទ8:15នាទីអញ្ចឹងគូលុយទាំងអស់នេះបាទគឺជាឱកាសបងប្អូនសម្រាប់ដែលបងប្អូនទិញលក់ទៅលើគូរូបិយប័ណ្ណអន្តរជាតិគឺល្អមែនតើព័ត៌មាននេះនឹងធ្វើឲ្យតម្លៃលុយទាំងអស់ហ្នឹងគឺមានការប្រែប្រួលសកម្មបងប្អូនអញ្ចឹងបើសិនជាបងប្អូនបាទចង់ទិញលក់បាទទៅលើគូរូបិយប័ណ្ណអន្តរជាតិហ្នឹងបាទបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងបានដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមទាក់ទងទៅនឹងការជួញដូររូបិយប័ណ្ណអន្តរជាតិបងប្អូនអរគ្នាបាទអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះបាទជួបគ្នានៅវីដេអូក្រោយ